មកទៀតហើយយ៉ាពីក្មេងតូចម្នាក់មិនទាន់ស្គាល់អក្សរថ្ងៃនេះមានចំណេះព្រោះអ្នកគ្រូលោកគ្រូរៀនល្អយ៉ាគ្រូរៀនល្អយ៉ាសាលាបឋមសិក្សារលំជ្រៃជាដើមកំណើតចំណេះក្នុងដួងចិត្តខ្ញុំរាល់ថ្ងៃពីអក្សរក៏រហូតមានក្តីស្រមៃធំលោកគ្រូអ្នកគ្រូបង្ហាញផ្លូវខ្ញុំឲ្យជីវិតមានន័យភ្លៀងក្តៅខ្យល់ត្រជាក់លោកមិនដែលរអ៊ូខំប្រឹងបង្រៀនសិស្សទួហត់ក៏មិនភ្លេចកូនសំឡេងលោកគ្រូក្នុងថ្នាក់ដែលចាំក្នុងបេះដូងជាស្ពានឲ្យជីវិតខ្ញុំដើរចេញពីភាពងងឹតធំគុណលោកគ្រូអ្នកគ្រូខ្ញុំមិនអាចបំភ្លេចជីវិតខ្ញុំបានភ្លឺព្រោះលោកបានបង្ហាត់បង្រៀនសាលារលំជ្រៃជាទីកន្លែងដ៏ថ្លៃថ្នូរជាឃ្លាំងនៃចំណេះដឹងដែលខ្ញុំគោរពជានិច្ចយេលោកគ្រូឆៃលោកគ្រូហួកលោកគ្រូឆេងលោកគ្រូបូលោកគ្រូឆាបបង្រៀនដោយចិត្តស្មោះមិនលេងលោកគ្រូពេកលោកគ្រូនិតលោកគ្រូទេងបង្ហាញផ្លូវឲ្យខ្លួនខ្ញុំមានសង្ឃឹមភ្លឺចែងចាំងលោកគ្រូហួតនិងលោកគ្រូហឿនចេះមេត្តាករណាមិនដែលគិតថាហត់លោកជាឪពុកទី2ក្នុងជីវិតខ្ញុំនេះលោកជាឪពុកទី2ក្នុងជីវិតខ្ញុំនេះឲ្យទាំងចំណេះនិងសីលធម៌ល្អពិតអូយ៉ាគុណលោកគ្រូអ្នកគ្រូខ្ញុំមិនអាចបំភ្លេចជីវិតខ្ញុំបានភ្លឺព្រោះលោកបានបង្ហាត់បង្រៀនសាលារលំជ្រៃជាទីកន្លែងដ៏ថ្លៃថ្នូរជាឃ្លាំងនៃចំណេះដឹងដែលខ្ញុំគោរពជានិច្ចយេថ្ងៃខ្ញុំមានទាំងកិត្តិយសមានការងារមានមនុស្សគោរពស្រឡាញ់ក៏ព្រោះមានលោកគ្រូអ្នកគ្រូដែលខំដាក់ដៃខ្ញុំមកដល់ថ្ងៃនេះដែរគុណលោកគ្រូអ្នកគ្រូខ្ញុំមិនអាចបំភ្លេចជីវិតខ្ញុំបានភ្លឺព្រោះលោកបានបង្ហាត់បង្រៀនសាលារលំជ្រៃជាទីកន្លែងដ៏ថ្លៃថ្នូរជាឃ្លាំងនៃចំណេះដឹងដែលខ្ញុំគោរពជានិច្ចយេគុណលោកគ្រូអ្នកគ្រូខ្ញុំចងចាំជារៀងរហូតសាលារលំជ្រៃជាទីកន្លែងមិនអាចបំភ្លេចបានសូមលើកដៃគោរពចេញបេះដូងអតីតកូនសិស្សម្នាក់នេះដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ